តាមរយៈគម្រោង CFCS តាមរយៈវេទិកា One Impact គឺវាក៏បានផ្ដល់ឱកាសឲ្យអ្នកខ្ញុំនឹងបានចែករំលែកនៅបញ្ហាផ្ទាល់ខ្លួនអំពីបទពិសោធន៍នៃការប្រើប្រាស់ថ្នាំការមានងាររើសអើងក្នុងសហគមន៍និងការចូលរួមអំពីការថែទាំសុខភាពការស្វែងរកជំនួយឲ្យបានទាន់ពេលនិងឆាប់រហ័សហើយសម្រាប់រូបខ្ញុំវាជាលើកដំបូងដែរដែលខ្លួនខ្ញុំផ្ទាល់ក្នុងនេះជាតំណាងសហគមន៍នឹងអាចមានឱកាសបានចូលរួមជាមួយនឹងអ្នកដែលពាក់ព័ន្ធដូចជាបុគ្គលិកសុខាភិបាលនិងអង្គការដៃគូដែលមិនមែនរដ្ឋាភិបាលដើម្បីពួកគាត់មានការឆ្លើយតបដោយមិនទុកពួកយើងឲ្យនៅក្រៅប្រព័ន្ធឬមិនទុកពួកយើងនៅចោលដាច់ដោយឡែកយើងឃើញថារាល់ការរាល់ការរាយការណ៍គឺបញ្ហាផ្ទុំទាំងនោះគឺយើងឃើញថាវាមានការផ្លាស់ប្ដូរពិតប្រាកដមែនហើយការផ្លាស់ប្ដូរនោះគឺផ្លាស់ប្ដូរយ៉ាងម៉េចគឺសមាជិកគ្រួសារដែលជាអ្នករងផលប៉ះពាល់សម្រាប់ដោយសារជំងឺរបេងផ្ទាល់ហ្នឹងគឺគាត់អាចដឹងថាការដែលរងផលប៉ះពាល់ដោយសារជំងឺរបេងគាត់អាចមានឱកាសក្នុងការជាសះស្បើយយើងជាតំណាងនៃសហគមន៍ខ្ញុំសំណូមពរថាឲ្យសូមគម្រោង CFCS នេះបន្តមានថវិកាគ្រប់គ្រងដល់បងប្អូនសហគមន៍របស់យើងទៀតព្រោះការរក្សាថវិកាក្នុងការគ្រប់គ្រងនេះគឺមានន័យថាបន្តឲ្យពួកយើងមានអំណាចឬមានឥទ្ធិពលក្នុងការតស៊ូមតិដូចជាចែករំលែកនៅបទពិសោធន៍ទាក់ទងនឹងបញ្ហាសុខភាពជំងឺរបេងនេះទៅដល់សហគមន៍នាពេលអនាគតខាងមុខហើយដើម្បីឲ្យការងារនៃការផ្សព្វផ្សាយរបស់យើងវាកាន់តែទូលំទូលាយដោយតាមយុទ្ធសាស្ត្ររបស់ថ្នាក់ជាតិលោកបានលើកឡើងថាមិនទុកអ្នកណាចោលម្នាក់ហើយក៏អាចការលុបបំបាត់ជំងឺរបេងគឺយើងអាចធ្វើបានហើយការវិនិយោគពង្រឹងនេះគឺត្រូវចាប់ផ្ដើមពីយើងទាំងអស់គ្នានៅក្នុងសហគមន៍របស់យើងចា៎អរគុណ